បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំអំពីសភៅនេះបងប្អូនសភៅនេះគឺឈ្មោះថានយោបាយថ្ងៃនេះបងប្អូនខ្មែរយើងតែងតែខ្លាចណាអ្នកខ្លះតែងតែខ្លាចពាក្យថានយោបាយពាក្យថាអីហ្នឹងគឺតែងតែខ្លាចអាហ្នឹងគឺយើងរស់នៅក្នុងសង្គមយើងបច្ចុប្បន្នថ្ងៃនេះគឺយើងតតែស្វែងយល់អំពីនយោបាយព្រោះការប្រជាពលរដ្ឋដែលបានយល់អំពីនយោបាយគឺធ្វើឲ្យប្រទេសជាតិរបស់យើងឯងកាន់តែរីកចម្រើនធ្វើឲ្យប្រទេសជាតិរបស់យើងនឹងកាន់តែមានការអភិវឌ្ឍទៅមុខទៀតដូច្នេះបានជាបងប្អូនពេលខ្លះយើងទិញសភៅនេះយកមកអានមកគឺខ្ញុំអត់មានអ្នកលក់សភៅទេប៉ុន្តែខ្ញុំយកសភៅណាដែលខ្ញុំអានខ្លះអញ្ចឹងទៅខ្ញុំឃើញល្អខ្ញុំយកមកចែករំលែកដោយសារតែខ្ញុំឃើញប្រជាជនខ្មែរយើងភាគតិចមែនទែនដែលជួយចាត់អានសភៅភាគតិចមែនទែនដែលជួយចាត់ការចែករំលែកចំណេះដឹងផ្សេងអញ្ចឹងគឺខ្លាចបងប្អូនខ្លះដែលគាត់ថាចង់អានដែរតែក៏មិនដឹងថាទិញសភៅណាដើម្បីយកមកអានអញ្ចឹងយើងរស់នៅក្នុងប្រទេសជាតិរបស់យើងយល់អំពីសង្គមយើងបច្ចុប្បន្នព្រោះយើងគឺជាទំពាំងស្នងឫស្សីអញ្ចឹងបើសិនតែយើងអត់យល់អំពីប្រទេសជាតិយើងមានការខ្សោយអីមានការខ្លាំងអីអញ្ចឹងយើងអត់ដឹងក៏វាអត់ល្អដែរព្រោះនៅក្នុងសភៅនេះក្នុងមួយចំណុចនេះគឺថានិយាយអំពីតេតនយោបាយនេះថាបើអ្នកមិនគិតអំពីនយោបាយសូមកុំឈឺចិត្តនៅពេលដែលប្រទេសរបស់អ្នកមិនរីកចម្រើននេះចំណុចនេះណាដែលខ្ញុំយកមកអានឲ្យបងប្អូនទីបានស្ដាប់គឺពាក្យហ្នឹងគឺពិតជាមានន័យមែនទែនសម្រាប់បើថាយើងនឹងឯងមិនគិតអំពីនយោបាយយើងមិនគិតអំពីប្រទេសជាតិយើងទេហើយយើងកុំអន់ចិត្តពេលដែលប្រទេសជាតិរបស់យើងឯងខ្សោយហើយខ្សោយគ្រប់បែបហ្នឹងទាំងសេដ្ឋកិច្ចក៏ខ្សោយហើយទាំងក្រសួងអប់រំអីក៏ខ្សោយដែរក្រសួងផ្សេងបើសិនតែយើងអត់គិតទេយើងអត់ពិចារណាអំពីនយោបាយទេគឺរស់នៅដោយរស់នៅឲ្យគេបកនិយាយថារស់នៅឲ្យគេពង្វិលក្បាលលេងគេថាចេះទៅតាមគេទៅគេថាចោលតាមគេទៅអត់ពិចារណាពួកភាគចឹងគឺប្រជាជនខ្មែរយើងភាគចឹងគឺអញ្ចឹងពេលខ្លះយើងតែចាញ់បកការសម្ដែងផនគេណាសម្ដែងឆាកនយោបាយអេផ្សេងអាហ្នឹងកន្លែងហ្នឹងគឺដែលយើងត្រូវដឹងដល់ពេលណាដែលយើងដឹងហើយគឺទោះអ្នកណាសម្ដែងធ្វើល្អប៉ុណ្ណាក៏យើងនៅតែដឹងថាអានេះគឺជាការសម្ដែងផនគេយើងមិនជឿគេស្លុងណាមិនជឿគេស្លុងមិនជឿគេដោយមិនបានការពិចារណាបុគ្គលដែលជឿគេដោយការមិនបានពិចារណាជឿគេដោយស្លុងទៅសុបទៅហ្នឹងគឺបុគ្គលនោះភាគច្រើនគឺចាញ់បោកគេភាគច្រើនណាបងប្អូនអញ្ចឹងគឺយើងកុំរស់នៅក្នុងសង្គមនេះឲ្យគេបោកយើងឯងច្រើនពេកកុំឲ្យគេឯងបង្វិលខួរក្បាលយើងច្រើនពេកយើងអត់ពិចារណាកាលណាបើយើងអត់ពិចារណាគឺមិនមែនជាអ្នកឆ្លាតទេតោះតែយើងឯងពិចារណាបានយើងទៅជាមនុស្សឆ្លាតអញ្ចឹងខ្ញុំចែករំលែកសូមសង្ឃឹមថាបងប្អូននឹងទីសភៅនេះយកមកអានទាក់ទងនយោបាយថ្ងៃនេះបងប្អូនគឺល្អខ្ញុំចង់ឲ្យបងប្អូនទីយកអានរៀងខ្លួន